ព្រះគម្ពីរទំនុកដំកើងជំពូកទី101ទំនុកនៃស្ដេចដាវីតទូលបង្គំនឹងច្រៀងពីសេចក្តីសប្បុរសនិងសេចក្តីយុត្តិធម៌អោព្រះយេហូវ៉ាអើយទូលបង្គំនឹងច្រៀងសរសើរទ្រង់ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវគ្រប់លក្ខដោយប្រាជ្ញាឱកាសណាបានទ្រង់យាងមកឯទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់នៅក្នុងផ្ទះទូលបង្គំនឹងមិនតាំងរបស់អាក្រក់អ្វីនៅចំពោះភ្នែកទូលបង្គំឡើយទូលបង្គំខ្ពើមកិច្ចការរបស់ពួកអ្នកដែលមិនទៀងកិច្ចការទាំងនោះនឹងមិនជាប់នៅខ្លួនទូលបង្គំឡើយចិត្តវាចកោងនឹងត្រូវថយចេញពីទូលបង្គំទៅទូលបង្គំមិនព្រមស្ដាប់សេចក្តីអាក្រក់ទេឯអ្នកណាដែលបង្កាច់អ្នកចិត្តខាងខ្លួនដោយសម្ងាត់នោះទូលបង្គំនឹងបំផ្លាញចេញហើយអ្នកណាដែលមានរឹកខ្ពស់នឹងចិត្តឆ្មើងឆ្មៃនោះទូលបង្គំនឹងទ្រាំមិនបានឡើយឯភ្នែកទូលបង្គំនឹងនៅលើពួកអ្នកស្មោះត្រង់ក្នុងស្រុកដើម្បីឲ្យគេបាននៅជាមួយនឹងទូលបង្គំវិញអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់អ្នកនោះឯងនឹងបម្រើទូលបង្គំឯអ្នកណាដែលប្រព្រឹត្តដោយភូតភរនោះនឹងនៅក្នុងផ្ទះទូលបង្គំមិនបានអ្នកណាដែលពោលកុហកក៏មិនធន់នៅចំពោះមុខទូលបង្គំដែររាល់តែព្រឹកទូលបង្គំនឹងបំផ្លាញអស់ពួកមនុស្សអាក្រក់ចេញពីស្រុកទៅដើម្បីនឹងកាត់កាលអស់ទាំងមនុស្សដែលប្រព្រឹត្តសេចក្តីទុច្ចរិតចេញពីទីក្រុងនៃព្រះយេហូវ៉ាបង់ជំពូកទី102សេចក្តីអធិដ្ឋានរបស់មនុស្សវេទនាក្នុងការដែលមានទុក្ខមកគ្រប់សង្កត់ហើយបង្ហូរសេចក្តីទំនួញរបស់ខ្លួននៅចំពោះព្រះយេហូវ៉ាអោព្រះយេហូវ៉ាអើយសូមស្ដាប់សេចក្តីអធិដ្ឋានរបស់ទូលបង្គំសូមឲ្យពាក្យដែលទូលបង្គំអំពាវនាវបានឮដល់ទ្រង់សូមគំលាក់ព្រះភ័ក្ត្រទ្រង់នឹងទូលបង្គំក្នុងថ្ងៃដែលទូលបង្គំមានសេចក្តីទុក្ខលំបាកឡើយសូមផ្ទៀងព្រះការទ្រង់មកឯទូលបង្គំក្នុងថ្ងៃដែលទូលបង្គំស្រែកទូលនោះសូមឆ្លើយមកទូលបង្គំជាប្រញាប់ត្បិតអស់ទាំងថ្ងៃនៃទូលបង្គំរសាត់ទៅដូចជាផ្សែងហើយអស់ទាំងឆ្អឹងរបស់ទូលបង្គំក៏ឆេះក្តៅដូចជាកន្ទុយអស់ចិត្តទូលបង្គំត្រូវកាត់ចុះដូចជាស្មៅហើយក៏ស្រពន់ទៅដរាបដល់ទូលបង្គំភ្លេចទាំងទទួលទានអាហារផងអស់ទាំងឆ្អឹងរបស់ទូលបង្គំជាប់ចិត្តនឹងសាច់ដោយព្រោះដំងោដែលទូលបង្គំធ្ងោជានិច្ចទូលបង្គំប្រៀបដូចជាសត្វទុំនៅទីរហោឋានក៏បានត្រឡប់ដូចជាមៀមនៅទីសូន្យស្ងាត់ទូលបង្គំចាំយាមក៏ដូចជាបាបឥតគូក៏ដូចជាចាបឥតគូនៅលើដំបូលផ្ទះពួកខ្មាំងសត្រូវពោលប្រតិចចំពោះទូលបង្គំជាដរាបរាល់ថ្ងៃហើយពួកអ្នកដែលស្អប់ទូលបង្គំគេយកឈ្មោះទូលបង្គំជាសេចក្តីផ្ដាសាទូលបង្គំបានទទួលទានផេះទុកជាអាហារហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែកដោយព្រោះសេចក្តីថ្នាំងថ្នាក់និងសេចក្តីក្រោធរបស់ទ្រង់បិទទ្រង់បានលើកទូលបង្គំឡើងហើយបោះចោលវិញអស់ទាំងថ្ងៃអាយុនៃទូលបង្គំដូចជាស្រមោលដែលជ្រេទៅហើយទូលបង្គំក្រៀមទៅដូចជាស្មៅប៉ុន្តែអោព្រះយេហូវ៉ាអើយទ្រង់នឹងគង់សោយរាជ្យនៅអកលជានិច្ចហើយនឹងមានសេចក្តីនឹកចាំពីទ្រង់នៅអស់ទាំងដំណរមនុស្សតទៅទ្រង់នឹងក្រោកឡើងហើយមានសេចក្តីមេត្តាករុណាដល់ក្រុងស៊ីយ៉ូនត្បិតដល់វេលាហើយដែលគួរប្រោសមេត្តាដល់ទីក្រុងពេលកំណត់បានមកដល់ហើយពីព្រោះពួកអ្នកបម្រើទ្រង់គេអាល័យដល់អស់ទាំងថ្មហើយក៏ស្ដាយស្រណោះដល់ធូលីដីនៃទីក្រុងយ៉ាងនោះពួកសាសដតីនឹងកោតខ្លាចដល់ព្រះនាមព្រះយេហូវ៉ាហើយអស់ទាំងស្ដេចនៅផែនដីនឹងក្រែងខ្លាចដល់ស្រីល្អនៃទ្រង់ត្បិតព្រះយេហូវ៉ាទ្រង់នឹងសង់ក្រុងស៊ីយ៉ូនឡើងវិញ
ហើយនឹងលេចមកក្នុងសេរីល្អនៃទ្រង់ទ្រង់តែងតែទទួលសេចក្តីអធិដ្ឋានរបស់មនុស្សវេទនាឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយសេចក្តីនេះនឹងបានកត់ទុកសម្រាប់ដល់ដំណរមនុស្សជាន់ក្រោយឲ្យបណ្ដាមនុស្សដែលនឹកនឹងកើតឡើងបានសរសើរដំកើងដល់ព្រះយេហូវ៉ាត្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់គឺព្រះយេហូវ៉ាបានទតពីឋានសួគ៌មកពិចារណាមើលផែនដីដើម្បីនឹងស្ដាប់ដំណងរបស់ពួកឆ្លើយហើយនឹងស្រាយលែងអស់អ្នកដែលបានតម្រូវឲ្យត្រូវស្លាប់ប្រយោជន៍ឲ្យមនុស្សទាំងឡាយបានប្រកាសព្រះនាមនៃព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូននិងសេចក្តីសរសើរទ្រង់នៅក្រុងយេរូសាឡិមក្នុងការដែលអស់ទាំងសះបានប្រជុំមូលគ្នាព្រមទាំងនគរទាំងប៉ុន្មានផងដើម្បីនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទ្រង់បានធ្វើឲ្យកម្លាំងរបស់ទូលបង្គំអន់ថយទៅនៅកណ្ដាលផ្លូវទ្រង់បានពង្រួញថ្ងៃអាយុរបស់ទូលបង្គំហើយទូលបង្គំបានទូលថាអោព្រះនៃទូលបង្គំអើយទ្រង់មានព្រះជន្មស្ថិតស្ថេរនៅដរាបដល់អស់ទាំងដំណរមនុស្សតទៅសូមកុំដកទូលបង្គំចេញនៅវេលាកណ្ដាលអាយុទូលបង្គំឡើយកាលដើមដំបូងទ្រង់បានតាំងរើសផែនដីហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ព្រះហស្ថទ្រង់ដែររបស់ទាំងនោះនឹងវិនាសសូន្យទៅពិតតែទ្រង់នឹងស្ថិតស្ថេរនៅវិញរបស់ទាំងនោះនឹងចាស់ទៅដូចជាសម្លៀកបំពាក់ហើយទ្រង់នឹងផ្លាស់ចេញដូចជាផ្លាស់អាវដូច្នេះនឹងបានផ្លាស់ចេញជាពិតប៉ុន្តែឯទ្រង់នៅដដែលហើយព្រះជន្មទ្រង់មិនចេះផុតឡើយចំណែកកូនចៅរបស់ពួកអ្នកបម្រើទ្រង់គេនឹងចេះតែមាននៅហើយពូជពងរបស់គេនឹងបានតាំងនៅចំពោះទ្រង់ជំពូកទី103ទំនុកនៃស្ដេចដាវីតអោព្រលឹងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញចូលសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរព្រលឹងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាចុះហើយកុំឲ្យភ្លេចបណ្ដាព្រះគុណណាមួយរបស់ទ្រង់ឡើយដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯងទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជាក៏ជួយជីវិតឯងឲ្យរួចពីរណ្ដៅហើយយកសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណាបំពាក់ជាមកុដឲ្យឯងវិញព្រមទាំងប្រោសប្រទានឲ្យសម្បកកាយនៃឯងបានស្កប់ស្កល់ដោយរបស់ល្អប្រយោជន៍ឲ្យវ័យក្មេងឯងបានកែឡើងជាថ្មីដូចជាឥន្ទ្រីព្រះយេហូវ៉ាទ្រង់សម្រេចកិច្ចការដ៏សុចរិតហើយនឹងសេចក្តីយុត្តិធម៌ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិនទ្រង់បានសម្ដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់ហើយឲ្យពួកកូនចៅអ៊ីស្រាអែលដែលស្គាល់អស់ទាំងកិច្ចការរបស់ទ្រង់ដែរព្រះយេហូវ៉ាទ្រង់មានសេចក្តីមេត្តាករុណាហើយនឹងសេចក្តីអាណិតអាសូរទ្រង់យឺតនឹងខ្ញាល់ហើយមានសេចក្តីសប្បុរសដ៏បរិបូរណ៍ទ្រង់នឹងមិនបន្ទោសជាដរាបក៏មិនប្រកាន់ជារៀងរៀបតទៅដែរទ្រង់មិនបានប្រព្រឹត្តនឹងយើងតាមអំពើបាបរបស់យើងទេក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរត្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណាសេចក្តីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាទ្រង់បានដកយកអស់ទាំងការល្មើសនៃយើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរព្រះយេហូវ៉ាទ្រង់មានព្រះハរតីអាណិតដល់អស់អ្នកដែលកោតខ្លាចទ្រង់ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរត្បិតទ្រង់ស្គាល់រាងកាយរបស់យើងក៏នឹកចាំថាយើងគ្រាន់តែជាធូលីដីប៉ុណ្ណោះចំណែកឯមនុស្សថ្ងៃអាយុរបស់គេធៀបដូចជាស្មៅគេរីកឡើងដូចជាផ្កានៅទីវាលត្បិតកាលណាខ្យល់បក់មកត្រូវនោះក៏សូន្យបាត់ទៅហើយកន្លែងនោះមិនស្គាល់វាទៀតឡើយតែសេចក្តីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅតាំងពីអកលដរាបដល់អកលជានិច្ចចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
សេចក្តីសុចរិតរបស់ទ្រង់ក៏នៅរហូតដល់កូនចៅគេតទៅគឺដល់អស់អ្នកដែលកាន់តាមសេចក្តីសញ្ញាទ្រង់និងពួកអ្នកដែលនឹកចាំពីអស់ទាំងសេចក្តីបញ្ញត្តិទ្រង់ដើម្បីនឹងប្រព្រឹត្តតាមព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ហើយរាជទ្រង់ក៏គ្រប់គ្រងលើទាំងអស់ចូលសរសើរដល់ព្រះយេហូវ៉ាអស់ពួកទេវតារបស់ទ្រង់អើយជាអ្នកដែលមានឫទ្ធិអធិឫទ្ធិខ្លាំងហើយក៏ប្រតិបត្តិតាមព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ហើយរាជទ្រង់ក៏គ្រប់គ្រងលើទាំងអស់ចូលសរសើរដល់ព្រះយេហូវ៉ាអស់ពួកទេវតារបស់ទ្រង់អើយជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំងហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់ដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់ចូលសរសើរដល់ព្រះយេហូវ៉ាអស់ពួកពលបរិវាររបស់ទ្រង់អើយជាពួកអ្នកបម្រើទ្រង់ដែលធ្វើតាមព្រះハរតីអស់ទាំងស្នាដៃរបស់ទ្រង់អើយចូលសរសើរដល់ព្រះយេហូវ៉ាចូលសរសើរដល់ព្រះយេហូវ៉ានៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាចព្រលឹងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាជំពូកទី104អោព្រលឹងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាអោព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយទ្រង់ធំក្រៃលែងទ្រង់ប្រដាប់អង្គដោយយស័ក្តិនិងដែលជានុភាពក៏ហុំអង្គដោយពន្លឺដូចជាទ្រង់ព្រះភូសាគឺទ្រង់ដែលលាតផ្ទៃមេឃដូចជាលាតបារាំទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹកក៏យកពពកធ្វើជារថរបស់ទ្រង់ហើយទ្រង់យាងលើស្លាបខ្យល់ទ្រង់យកខ្យល់ធ្វើជាអ្នកជួនដំណើររបស់ទ្រង់ហើយយកអណ្ដាតភ្លើងធ្វើជាពួកបម្រើទ្រង់ទ្រង់បានតាំងឫសផែនដីដើម្បីឲ្យបានមាំមិនឲ្យត្រូវរញ្ជួយនៅអកលទ្រង់បានគ្រប់ផែនដីដោយទឹកជ្រៅដូចជាគ្របដោយអាវទឹកនោះក៏គ្របអស់ទាំងភ្នំផងកាលទ្រង់បង្គាប់នោះទឹកបានហូរទៅក៏ប្រញាប់ទៅដោយសូរផ្គររបស់ទ្រង់អស់ទាំងភ្នំបានដុះឡើងហើយច្រកទាំងប៉ុន្មានក៏ស្រុតទៅគឺនៅត្រង់កន្លែងដែលទ្រង់បានកំណត់ឲ្យទ្រង់បានដាក់ព្រំខណ្ឌមិនឲ្យទឹកហូររំលងឡើយដើម្បីកុំឲ្យលិចផែនដីទៀតទ្រង់ធ្វើឲ្យមានក្បាលទឹកផុសឡើងនៅក្នុងច្រកភ្នំទឹកនោះហូរនៅកណ្ដាលភ្នំក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹកឯលាព្រៃក៏ផឹកឆ្អែតដែរអស់ទាំងសត្វហើរលើអាកាសធ្វើសម្បុកតាមផ្លូវទឹកទាំងនោះហើយកញ្ជ្រៀវលេងនៅលើមែកឈើទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់ទ្រង់ធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វហើយបន្លែសម្រាប់មនុស្សដើម្បីឲ្យទាំងពីរបានអាហារពីផែនដីមកព្រមទាំងស្រាទំពាំងបាយជូរដែលនាំឲ្យចិត្តមនុស្សបានសប្បាយនិងប្រេងសម្រាប់ឲ្យមុខគេបានរលើបភ្លឺហើយអាហារផងសម្រាប់ចម្រើនកម្លាំងចិត្តមនុស្សអស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែតគឺដើមតាត្រូវនៅភ្នំល្បាណូនជាដើមដែលទ្រង់បានដាំជាកន្លែងដែលសត្វស្លាបធ្វើសម្បុកនៅឯសត្វកុកវាបានដើមកកោះជាទីអាស្រ័យអស់ទាំងភ្នំខ្ពស់ជាទីសម្រាប់ពពែព្រៃហើយអស់ទាំងថ្មជាទីពឹងជ្រកនៃទន្សាយថ្មទ្រង់បានតម្រូវព្រះច័ន្ទទុកសម្រាប់ជាកំណត់រដូវចំណែកព្រះអាទិត្យក៏ដឹងពេលដែលត្រូវលិចដែរទ្រង់ធ្វើឲ្យងងឹតនោះគឺជាយប់ហើយជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមកអស់ទាំងសឹងស្ទាវក្រហមរកចាប់រំពាក៏សូមអាហារពីព្រះមកលុះថ្ងៃរាឡើងកាលណាវាក៏បាត់ទៅចូលទៅដេកក្នុងរូងវាវិញឯមនុស្សគេចេញមកឯកិច្ចធុរៈរបស់ខ្លួនហើយក៏ធ្វើការដរាបដល់ល្ងាចអោព្រះយេហូវ៉ាអើយអស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ណោទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញាផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើតនោះណសមុទ្រដ៏ធំហើយទូលាយនៅក្នុងទឹកនោះមានរបស់រវើកឥតគណនា
ជាសត្វទាំងតូចទាំងធំក៏មាននាវាបើកទៅមកហើយមានសត្វធំសម្បើមដែលទ្រង់បានបង្កើតឲ្យលេងក្នុងទឹកគ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេលទ្រង់ក៏ប្រទានឲ្យហើយវាទទួលយកកាលទ្រង់លាព្រះហស្ថទៅនោះវាបានឆ្អែតដោយរបស់ល្អកាលទ្រង់លាក់ព្រះភ័ក្ត្រនោះវាបានថប់ព្រួយវិញកាលទ្រង់ដកយកដង្ហើមចេញនោះវាក៏ស្លាប់ហើយត្រឡប់ទៅជាធូលីដីវិញទ្រង់ចាត់ព្រះវិញ្ញាណរបស់ទ្រង់ទៅនោះវាកើតឡើងទ្រង់កែប្រែផែនដីឡើងជាថ្មីសូមឲ្យសិរីល្អនៃព្រះយេហូវ៉ានៅជាប់ជានិច្ចសូមឲ្យព្រះយេហូវ៉ាបានរីកចម្រើនឡើងដោយសារស្នាដៃទ្រង់កាលណាទ្រង់ក្រឡេកតតមកផែនដីនោះផែនដីក៏ញ័រកាលណាទ្រង់ពាល់ភ្នំនោះភ្នំក៏ហុយផ្សែងឡើងកាលនៅមានជីវិតនៅឡើយនោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាបកាលទូលបង្គំមាននៅឡើយនោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំសូមឲ្យសេចក្តីនឹកចិញ្ចឹងរបស់ទូលបង្គំបានផ្អែមត្រចៀកដល់ទ្រង់ទូលបង្គំនឹងរីករាយក្នុងព្រះយេហូវ៉ាសូមឲ្យពួកអ្នកមានបាបសូន្យចេញពីផែនដីទៅហើយកុំឲ្យមានមនុស្សអាក្រក់នៅសល់ឡើយចូលសរសើរដល់ព្រះយេហូវ៉ាព្រលឹងអញអើយចូលសរសើរដល់ព្រះយេហូវ៉ាចុះ